សូមគោរពអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានសាច់រឿងដ៏រន្ធត់ទៀតហើយដែលជាសាច់រឿងរបស់បងភៀបដែលបងភៀបគាត់បានជួបរឿងរន្ធត់នៅពេលដែលគាត់រៀបការរួចចង់ដឹងថាបងភៀបជួបរឿងរន្ធត់អ្វីខ្លះសូមបញ្ជាតាមដានស្ដាប់ជាមួយខ្ញុំបាទទាំងអស់គ្នាបងភៀបក៏រស់នៅខេត្តកំពង់ចាមពេលនោះគាត់បានការប្រពន្ធរបស់គាត់នៅខេត្តកណ្ដាលពេលដែលគាត់ការរយៈពេលបាន3ឆ្នាំគាត់ក៏បានផ្លាស់ទីលំនៅមិននៅខាងប្រពន្ធរបស់គាត់ព្រោះថានៅទីនេះវាសម្បូរកន្លែងការងារធ្វើដូច្នេះហើយទើបបងភៀបគាត់ផ្លាស់មកពីខេត្តរបស់គាត់មកខេត្តប្រពន្ធគាត់នេះឯងពេលនោះបងភៀបគាត់ក៏បាននិយាយថាផ្ទះរបស់គាត់គឺនៅជាប់ដងព្រែកនៅខាងមុខផ្ទះគឺព្រែកព្រោះថាអ្នកភូមិនៅទីនោះគឺនៅជាប់ដងព្រែកនេះឯងពួកគាត់ទាំងពីរនាក់ទៅប្តីប្រពន្ធនាំគ្នាប្រកបមុខរបរធ្វើការរោងចក្រព្រឹកបាត់ប្រឡប់ចូលនេះហើយគឺជាជីវិតរោងចក្រនោះឯងពេលដែលធ្វើការមួយខែទៅមួយខែបន់ឲ្យទៅដល់ថ្ងៃនោះទេគឺជាថ្ងៃបើកលុយនោះឯងនៅថ្ងៃមួយបងភៀបគាត់ក៏បាននិយាយថាមានលោកអ៊ំម្នាក់ដែលនៅគៀកផ្ទះរបស់គាត់ដែលមានឈ្មោះថាលោកអ៊ំរុំលោកអ៊ំរុំរាល់ថ្ងៃគាត់ធ្វើការជាសាមតិសុខនៅក្នុងរោងចក្រមួយកន្លែងលោកអ៊ំរុំគាត់ចូលចិត្តផឹកស្រាណាស់តែខាងរោងចក្រនឹកឃើញថាគាត់ជាអ្នកកម្មករចាស់ដូច្នេះហើយទើបគេចេះតែឲ្យគាត់ធ្វើទៅណាមួយគាត់នៅទីនោះយូរហើយតាំងពីរោងចក្រទើបតែបើកម្លេះដូច្នេះហើយខាងរោងចក្រគេចេះតែទុកគាត់បើសិនជារោងចក្រខាងក្រៅវិញគេមិនយកគាត់នោះទេព្រោះគាត់ស្រវឹងរាល់ថ្ងៃបែបនេះពេលថ្ងៃអាទិត្យទើបគាត់មកលេងផ្ទះគាត់ម្ដងទាំងប្រពន្ធគាត់ទាំងកូនគាត់អីហ្នឹងឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យពួកគាត់មកលេងហើយបើមកលេងម្ដងថែមទាំងចាក់ទុកបាសច្រៀងរាំពេញនឹងទៀតគាត់តែងតែហៅពួកម៉ាក់របស់គាត់ឲ្យមកផឹកនៅផ្ទះរបស់គាត់នេះឯងនៅថ្ងៃមួយលោកអ៊ំរុំគាត់បានទៅធ្វើការជាធម្មតាតែពេលនោះគាត់បានទៅសុំស្បាប់គេនោះទេព្រោះថាសាំតិសុកនេះគ្មានថ្ងៃសៅរ៍ថ្ងៃអាទិត្យនោះឡើយពេលនោះគាត់ពេលដែលគាត់ផឹកស្រវឹងនៅផ្ទះពេកគាត់បានទៅសុំច្បាប់គេមួយថ្ងៃពេលនោះគេក៏អនុញ្ញាតឲ្យគាត់សម្រាកនៅផ្ទះទៅតែពេលដែលគាត់ផឹកនោះហើយគាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺពេលដែលគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺប្រពន្ធរបស់គាត់ក៏បាននាំគាត់នេះទៅពេទ្យឲ្យពេទ្យពិនិត្យមើលនោះឯងតែពេលដែលទៅដល់ពេទ្យលោកអ៊ំរុំស្រាប់តែគាត់ក្អួតចេញឈាមមកឡើងច្រើនពេលនោះលោកគ្រូពេទ្យគាត់ក៏បានព្យួរស្រោមឲ្យទៅពេលដែលគាត់ព្យួរស្រោមរួចរាល់លោកអ៊ំរុំក៏បានធូរស្រាលពីក្អួតបន្តិចពេលនោះប្រពន្ធកូនរបស់គាត់ភ័យខ្លាំងណាស់មិនដឹងគួរធ្វើយ៉ាងណានោះទេពេលនោះគាត់ក៏បានសុំអង្វរលោកគ្រូពេទ្យឲ្យជួយប្តីរបស់គាត់ផងតែលោកគ្រូពេទ្យគាត់ក៏បាននិយាយថាមិនអីទេមីងចូលនាំគាត់ទៅក្នុងបន្ទប់បន្ទីពេទ្យសិនទៅចាំខ្ញុំពិនិត្យឲ្យបើសិនជាគាត់ជំងឺបែបណាចាំខ្ញុំចេញกระดาษឲ្យតាមក្រោយពេលនោះប្រពន្ធរបស់គាត់ក៏បានត្រឹមឆ្លើយតែចាស់នោះទេពេលនោះគាត់ក៏បានអូនប្តីរបស់គាត់ជាមួយនឹងលោកគ្រូពេទ្យចូលទៅបន្ទប់ទៅពេលនោះលោកអ៊ំរុំគាត់សឹកចាប់ផ្ដើមអស់កម្លាំងលះលហើយទៅពេលនោះលោកគ្រូពេទ្យគាត់ក៏បានពិនិត្យមើលរួចរាល់ហើយក៏បាននិយាយថាលោកអ៊ំរុំនេះគាត់មានជំងឺថ្លើមធ្ងន់ធ្ងរហើយថែមទាំងមានជំងឺសួតទៀតមកពីគាត់ពិសាស្រាច្រើនពេកទើបជំងឺគាត់កាន់តែធ្ងន់បែបនេះពេលនោះប្រពន្ធរបស់លោកអ៊ំរុំក៏បានឲ្យលោកគ្រូពេទ្យជួយមើលផងពេលនោះលោកគ្រូពេទ្យគាត់ក៏បានចាក់ថ្នាំរួចរាល់ហើយក៏បានឲ្យសម្រាករយៈពេល1សប្តាហ៍ពេលនោះលោកអ៊ំរុំគាត់កាន់តែធ្ងន់ទៅគាត់ក៏អកផងគាត់ក៏អួតធ្លាក់ឈាមផងរហូតដល់តែគាត់នេះដាច់សរសៃឈាមស្លាប់នៅបន្ទីពេទ្យនោះទៅពេលដែលបែបនេះភ្លាមលោកគ្រូពេទ្យគេក៏បានបញ្ជូនគាត់ត្រឡប់មកផ្ទះ
ឲ្យធ្វើបុណ្យជាធម្មតាព្រោះថាជំងឺរបស់លោកអ៊ំរុំគាត់ធ្ងន់ធ្ងរពេកលោកគ្រូពេទ្យជួយមិនបាននេះឯងពេលនោះសំឡេងសោកសៅក៏ចាប់ផ្ដើមឮពេញពេទ្យរួចហើយពេទ្យក៏បានដឹកឡានពេទ្យឲ្យមកដល់ផ្ទះពេលនោះអ្នកភូមិក៏បាននាំគ្នាឈរមើលឡានពេទ្យដែលដឹកលោកអ៊ំរុំមកពីពេទ្យនោះឯងពេលនោះអ្នកភូមិក៏បានជួយម្ដាយមួយជើងម្នាក់អ្នកខ្លះក៏ក្រាលកន្ទេលអ្នកខ្លះក៏រៀបចំដើម្បីយកសពលោកអ៊ំរុំមកដាក់នៅផ្ទះនោះឯងពេលនោះអ្នកភូមិព្រមទាំងបងភៀបនិងប្រពន្ធរបស់គាត់ក៏មកជួយរបស់បនលោកអ៊ំរុំដែរពេលនោះឡានពេទ្យក៏បានទៅវិញទៅចំណែកឯប្រពន្ធរបស់លោកតារុំក៏បានជួរងឬក៏ជួមេនឬក៏ហៅអាចារ្យឬក៏ហៅចុងភៅឲ្យមកធ្វើកម្មពិធីបុណ្យសពរបស់លោកតារុំនេះឯងពេលនោះបងភៀបនិងប្រពន្ធរបស់គាត់ក៏ខ្នះដៃខ្នះជើងដែរព្រោះថាទៅជួយបុណ្យរបស់លោកតារុំនេះឯងគាត់មិនមានគ្នានោះច្រើននោះទេទើបអ្នកភូមិទាំងអស់ជួយគ្នាម្ដាយមួយជើងនោះឯងពេលនោះក៏ហៅលោកអាចារ្យពេលដែលលោកអាចារ្យមកគាត់ក៏បានរៀបចំធ្វើកិច្ចនៃកម្មពិធីបុណ្យនេះទៅពេលនោះលោកអាចារ្យគាត់ក៏បានមើលពលាដើម្បីបូជាសពរបស់លោកអ៊ំរុំពេលនោះលោកអាចារ្យក៏បានមើលឃើញថានៅថ្ងៃនេះគឺជាថ្ងៃច័ន្ទហើយត្រូវនឹងពេលល្ងាចទៀតអញ្ចឹងសពរបស់លោកអ៊ំរុំត្រូវតែបូជានៅថ្ងៃអង្គារនៅវេលាម៉ោង 8 យប់ពេលនោះសាច់ញាតិព្រមទាំងអ្នកភូមិក៏បានប្រកែកជាមួយនឹងលោកអាចារ្យដែរតែលោកអាចារ្យគាត់បាននិយាយថាវាមិនអីនោះទេបើពលាបានពេលណាគឺគេត្រូវតែបូជាពេលហ្នឹងពេលនោះអ្នកភូមិព្រមទាំងប្រពន្ធរបស់គាត់ក៏មិនបាននិយាយអីនោះដែរទោះដឹងថាថ្ងៃអង្គារគេបូជាសពមិនកើតនេះឯងពាក្យថាបូជាមិនកើតនេះគឺមិនមែនបូជាមិនឆេះនោះទេព្រោះថាថ្ងៃអង្គារបែបនេះបើសិនជាយើងបូជាខ្មោចទៅគឺធ្វើឲ្យខ្មោចនោះរឹងពេលនោះអ្នកភូមិម្នាក់តែងតែនាំគ្នាលាន់មាត់មួយទៅមាត់មួយឆ្ងល់មួយទៅមួយតែធ្វើយ៉ាងម៉េចនោះទេមានតែតាមលោកអាចារ្យនោះឯងពេលនោះសពរបស់លោកតារុំត្រូវបានដង្កល់ទុកមួយយប់លុះស្អែកឡើងលោកអាចារ្យក៏បានចាប់ធ្វើកម្មពិធីបុណ្យរបស់គាត់បន្តអ្នកភូមិអ្នកខ្លះក៏នាំគ្នាដាំបបរចំណែកអ្នកខ្លះក៏នាំគ្នារៀបចំតុចំណែកអ្នកខ្លះក៏លាងចានចំណែកអ្នកខ្លះទៀតក៏នាំគ្នាធ្វើផ្សេងដើម្បីជួយគ្នាឲ្យហើយម្ដាយមួយជើងម្នាក់ទៅចំណែកឯសាច់ញាតិនៃសពវិញបានត្រឹមតែអង្គុយយំនិងសំពះសូមឲ្យបងប្អូនអ្នកភូមិជួយពួកគាត់នោះពេលនោះបងភីគាត់ក៏បានទៅរៀបចំតុនិងបបរដើម្បីឲ្យយាយគាត់ចូលពិសាដែរពេលល្ងាចក៏បានមកដល់ពេលនោះលោកអាចារ្យគាត់ក៏បានប្រកាសថាត្រូវទៅលើកសពដាក់មេននៅម៉ោង 4 ល្ងាចពេលនោះសាច់ញាតិនៃសពព្រមទាំងអ្នកដង្ហែក៏បាននាំគ្នាដង្ហែសពរបស់លោកតារុំឡើងដង្កល់ទៅលើមេនពេលដែលដង្កល់រួចរាល់ពេលនោះលោកអាចារ្យក៏បានសូត្រធម៌បន្តិចបន្តួចដើម្បីធ្វើកិច្ចឲ្យគាត់បញ្ចប់នេះឯងពេលនោះម៉ោង 8 ក៏បានមកដល់លោកអាចារ្យក៏បានចាប់ផ្ដើមឲ្យអ្នកមេនបូជាសពតារុំនោះទៅពេលនោះបុណ្យសពរបស់តារុំក៏បានគោរពទៅរហូតដល់ 5 ម៉ោង 7 ព្រឹកទើបសពរបស់គាត់បានដុតឆេះអស់បងភៀបគាត់បាននិយាយថាពេលយប់ដែលបូជាសពនោះគឺសពដុតមិនចង់ឆេះនោះទេអ្នកមេនល្អគ្រប់គ្នាតែម្ដងតែធ្វើម៉េចបាទនេះគឺជាកិច្ចរបស់លោកអាចារ្យទៅហើយមានតែធ្វើតាមពេលដែលព្រឹកឡើងសាច់ញាតិនៃសពក៏បាននាំគ្នារើសឆ្អឹងដើម្បីដង្កល់ទុកនៅក្នុងធាតុពេលនោះពិធីបុណ្យក៏បានបញ្ចប់ពេលព្រឹកពិធីបុណ្យចប់ពេលដែលពិធីបុណ្យសពបានចប់រួចរាល់អ្នកភូមិក៏បាននាំគ្នាត្រឡប់ទៅផ្ទះជាធម្មតានៅតែក្រុមគ្រួសារសព
ដែលនៅរក្សាដែលនៅថែរក្សាផ្ទះនោះតែប៉ុណ្ណោះពេលដែលមានមនុស្សទើបទៅស្លាប់បែបនេះផ្ទះនោះមានតែភាពបើកភ្លើងភ្លឺពេញផ្ទះពេលនោះបងភាពគាត់ក៏បានចូលទៅសម្រានផ្ទះរបស់គាត់លុះស្អែកឡើងគាត់ក៏បានទៅធ្វើការពីអ្នកប្តីប្រពន្ធទៅទុកតែម្ដាយគាត់ឲ្យនៅផ្ទះនោះទេពេលដែលល្ងាចបានត្រឡប់មកវិញពេលនោះបងភាពគាត់ក៏បានរៀបចំផ្ទះរបស់គាត់ហើយក៏បាននាំគ្នាហូបបាយហូបទឹកដើម្បីមួយទឹកឡើងទៅសម្រានលើផ្ទះពេលម៉ោង12យប់ពេលនោះបងភាពគាត់ស្រាប់តែឮសំឡេងអ្វីមករំខានដូចជានៅក្បែរត្រចៀករបស់គាត់អញ្ចឹងព្រោះថាផ្ទះរបស់លោកតារុំនិងផ្ទះរបស់បងភាពគឺនៅជាប់គ្នានេះឯងដូច្នេះហើយសំឡេងតិចតួចនឹងឮដល់គាត់ពិតជាមិនខានពេលនោះគាត់ក៏បានឮសំឡេងទួញធ្ងរយំផងស្រែកផងហើយថែមទាំងទួញធ្ងរផងយំផងក្អកផងឮពេញផ្ទះនេះឯងពេលនោះបងរុំគាត់ក៏បានភ្ញាក់ពីដំណេករួចហើយគាត់ក៏បានបើកទ្វារបង្អួចរបស់គាត់ដើម្បីអើតទៅមើលផ្ទះលោកតារុំពេលដែលគាត់អើតទៅមើលនោះគាត់ក៏បានឃើញលោកតារុំនៅឈរនៅក្បែរកាំសណ្ដើរដែលកំពុងតែឈរផងអង្គុយផងយំផងធ្ងរផងនៅលើកាំសណ្ដើរនោះឯងគ្រាន់តែបងភាពបានឃើញភ្លាមគាត់ក៏ស្រវាមកដេកជាមួយនឹងប្រពន្ធគាត់ភ្លាមតែម្ដងពេលនោះគាត់ក៏បានទាញភួយកលុំចិត្តក្បាលតែម្ដងតែសំឡេងនោះនៅតែឮពេញត្រចៀករបស់គាត់ពេលដែលគាត់បានសង្ងំយូរទៅគាត់ក៏បានឮសំឡេងបាសដូចជាមានអ្នកណាចាក់អញ្ចឹងតែពេលដែលគាត់ស្ដាប់ចុះស្ដាប់ឡើងសំឡេងទុំបាសនោះគឺបន្លឺចេញពីផ្ទះលោកតារុំនោះឯងពេលនោះគាត់ក៏បានដាស់ប្រពន្ធរបស់គាត់ហើយក៏បានសួរថាណែអូនតើអូនមិនបានឮសំឡេងទុំបាសឮចេញមកពីណាទេពេលនោះប្រពន្ធរបស់គាត់ក៏បានភ្ញាក់ឡើងមកមើលហើយក៏បាននិយាយថាអត់ទេបងគ្មានឮសំឡេងអ្វីនោះទេគឺឆ្ងាត់ឲ្យឈឹងតើបងឮសំឡេងអីដែរពេលនោះបងភាពគាត់ក៏បាននិយាយថាអូអត់អីអញ្ចឹងប្រហែលជាបងយល់សពបែបនេះទើបបងឮដូចជាអ្នកណាចាក់ទងបាសអញ្ចឹងពេលនោះប្រពន្ធគាត់និងគាត់ក៏បានសម្រាលទោសភ្លឺទៅលុះស្អែកឡើងគាត់ក៏បានទៅធ្វើការជាធម្មតាតែថ្ងៃនោះត្រូវជាថ្ងៃការរបស់គេដូច្នេះហើយពួកគាត់ទាំងពីរនាក់នេះត្រូវចេញម៉ោង4ដើម្បីទៅការគេនោះឯងតែពេលនោះប្រពន្ធបងភាពមិនទៅនោះទេព្រោះគាត់ជាមនុស្សស្រីពិបាកធ្វើមុខធ្វើមាត់នាំទៅយូការពេលនោះគាត់ទើបឲ្យបងភាពទៅការគេនៅឯចុងភូមិនោះឯងពេលនោះបងភាពគាត់ក៏បានមករៀបចំខ្លួនទៅតាំងពីម៉ោង4តែពេលម៉ោង5ទើបគាត់ទៅពេលនោះគាត់ក៏បានជិះម៉ូតូកាត់មុខផ្ទះរបស់លោកតារុំពេលដែលទៅដល់ពិធីរោងការពេលនោះគាត់ក៏បានជួបមិត្តភ័ក្តិរបស់គាត់ជាច្រើនអ្នកដូច្នេះហើយទើបគាត់បានផឹកស៊ីច្រវឹងជ្រុលនេះឯងពេលដែលគាត់ស្រវឹងជ្រុលពេលនោះពុកម៉ាក់របស់គាត់តែងតែនិយាយថាណែឪពុកម៉ាក់ខានផឹកយូរហើយវើយពេលថ្ងៃនេះដាក់អស់ដៃតែម្ដងទៅព្រោះថានេះមានអីទៅផឹកទៅពេលនោះពួកគាត់ផឹករហូតដល់ម៉ោង10យប់ទើបគាត់បាននាំគ្នាចេញពីរោងការនោះហើយត្រឡប់មកផ្ទះរៀងៗខ្លួនពេលនោះបងភាពគាត់ក៏បានជិះម៉ូតូរបស់គាត់ត្រាក់មិនហ៊ានលឿននោះទេព្រោះថាគាត់ស្រវឹងផងនោះហើយក៏ខ្លាចឆ្កែរត់ទៅវិញទៅមកដែរពេលដែលគាត់ជិះត្រឡប់មកវិញគាត់ក៏បានលូឆ្កែលូតាំងពីដើមភូមិដល់ចុងភូមិជាពិសេសនៅមុខផ្ទះលោកតារុំនោះឯងឆ្កែលូខុសពីធម្មតាពេលនោះគាត់ជិះម៉ូតូយឺតស្រាប់តែពេលនោះភ្នែករបស់គាត់ក៏បានសម្លឹងទៅមើលផ្ទះលោកតារុំស្រាប់តែពេលនោះគាត់ក៏បានឃើញលោកតារុំនៅអង្គុយក្រែខាងក្រោមផ្ទះកំពុងតែសើចឆ្ងាញ់ដាក់គាត់
ពេលនោះគាត់ភ័យខ្លាំងណាស់គាត់ទប់ម៉ូតូចង់តែមិនជាប់ពេលនោះគាត់ក៏បានបង្អង់ម៉ូតូបន្តិចរួចហើយក៏ចូលទៅផ្ទះគាត់ទៅពេលដែលគាត់ចូលទៅផ្ទះគាត់រួចគាត់ក៏បានទាញលបងទ្វាររបស់គាត់បានបិទឡើងជិតឈឹងហើយគាត់ក៏បានប្រើម៉ូតូរបស់គាត់ចូលទៅក្នុងផ្ទះពេលនោះគាត់ក៏បានចេញមកក្រៅម្ដងទៀតហើយក៏ភ្នែករបស់គាត់សម្លឹងទៅមើលផ្ទះលោកអ៊ំរុំដែរពេលនោះគាត់ក៏បានឃើញលោកអ៊ំរុំកំពុងតែឈរគៀនលបងងាកមកមើលគាត់ហើយហៅសួរគាត់ថាអ្នកក្មួយទើបមកពីណាគ្រាន់តែគាត់ឮបែបនេះភ្លាមគាត់ក៏បានស្រែកវាស់ហើយក៏បានរត់ឡើងទៅលើផ្ទះពេលនោះប្រពន្ធនិងម្ដាយក្មេករបស់គាត់ក៏បានសួរថាណែកូនតើកូនកើតថៃពេលនោះប្រពន្ធរបស់គាត់ក៏បាននិយាយថាតើបងកើតថៃបានជាមករត់ឆ្លេឆ្លាម៉េះពេលនោះបងភៀបគាត់ក៏បាននិយាយថាម៉ែណែអូនខ្ញុំឃើញតារុំកំពុងតែឈរនៅខាងលបងផ្ទះគាត់នោះហើយគាត់សួរខ្ញុំថាទើបមកពីណាភ្នែកគាត់ឡើងក្រហមហើយញញឹមដាក់គាត់បោះដៃហៅគាត់ទៀតគាត់ខ្លាចខ្លាំងណាស់ពេលនោះប្រពន្ធរបស់គាត់ព្រមទាំងម្ដាយរបស់គាត់ក៏បានចេញទៅមើលតែមិនបានឃើញនោះទេពេលតែមិនបានឃើញបែបនេះគាត់ក៏បានឲ្យកូនរបស់គាត់ទៅមុជទឹកជាធម្មតាពេលនោះបងភៀបកំពុងតែមុជទឹកនោះស្រាប់តែបងភៀបក៏លេចទៅមើលម្ដងទៀតស្រាប់តែពេលនោះក៏បានឃើញលោកតារុំកំពុងតែឈរលើកាំសណ្ដាលផ្ទះអឺតមកមើលគាត់ពេលនោះគាត់ភ័យខ្លាំងណាស់ហើយគាត់ក៏បានឡើងទៅលើផ្ទះទៅពេលដែលគាត់ឃើញតារុំជាញយបែបនេះគាត់ក៏បានអុជធូបនិយាយថាណែលោកតារុំអើយកុំមកលងខ្ញុំអីខ្ញុំមិនបានធ្វើអីលោកតានោះទេអញ្ចឹងសូមលោកតាកុំមកលងខ្ញុំទៀតអីពេលនោះស្រាប់តែគាត់អឺតទៅមើលខាងប្អូចម្ដងទៀតពេលនោះក៏បានឃើញថាលោកតារុំកំពុងតែអង្គុយលើកាំសណ្ដាលផ្ទះដដែលពេលដែលគាត់ឃើញបែបនេះគាត់ក៏បានភ័យខ្លាចខ្លាំងណាស់គាត់ដេកមិនលក់គាត់ដេកផងគាត់ប្រឹងដេកណាស់ដែរក៏ដេកមិនលក់ដែរព្រោះថារូបភាពលោកតារុំនៅជាប់នៅភ្នែកតែម្ដងលោកពេលព្រឹកឡើងគាត់មិនបានដេកមិនបានពោលនោះទេហើយគាត់ក៏បានឲ្យម្ដាយគាត់ស្រោចទឹកឲ្យនោះឯងតែពេលដែលម្ដាយគាត់ស្រោចទឹកឲ្យរួចរាល់បងភៀបគាត់ក៏នៅតែមិនស្រួលនោះដែរទើបប្រពន្ធរបស់គាត់យកគាត់ទៅវត្តដើម្បីស្រោចទឹកនេះឯងពេលដែលទៅដល់លោកតាគាត់ក៏បានសួរថាតើញោមភៀបមានរឿងអីបានជាញាក់ញ័រមកស្លេកឆ្លាំងបែបនេះពេលនោះបងភៀបគាត់ក៏ប្រាប់ទៅលោកតាថាបាទលោកតាពីយប់មិញខ្មោចរបស់តារុំបានមកលងខ្ញុំគាត់លងខ្ញុំពីបិសាដូចនេះហើយទើបខ្ញុំស្រមៃឃើញតែគាត់សូមលោកតាជួយស្រោចទឹកខ្ញុំតិចផងពេលនោះលោកតាក៏បាននិយាយថាមិនអីទេញោមចាំអាត្មាស្រោចទឹកឲ្យពេលដែលលោកឪស្រោចទឹកឲ្យពីបិសាទើបបងភៀបនេះគាត់បានស្រឡះស្រលូតដៃជើងឡើងវិញហើយក៏លែងភ័យលែងខ្លាចពេលនោះរឿងហ្នឹងក៏ល្បីដល់អ្នកភូមិក៏បានសួរគ្នាពីមាត់មួយទៅមាត់មួយអ្នកខ្លះក៏បាននិយាយថាលោកតារុំនេះដើរបបួលគេផឹកពេញភូមិចំណែកអ្នកខ្លះទៀតក៏និយាយថាពេលដែលជិះកាត់មកផ្ទះរបស់លោកតារុំតែងតែហៅពួកគេមកអង្គុយលេងផ្ទះរបស់គាត់អ្នកភូមិទាំងអស់នោះសុទ្ធតែធ្លាប់បានឃើញលោកតារុំនេះឯងពេលដែលប្រពន្ធបងភៀបបានដឹងរឿងបែបនេះរួចហើយគាត់ក៏បានទៅប្រាប់ប្រពន្ធរបស់លោកតារុំឲ្យគាត់ធ្វើបុណ្យ7ថ្ងៃពេលនោះប្រពន្ធរបស់លោកតារុំគាត់ក៏បានត្រៀមធ្វើបុណ្យ7ថ្ងៃឲ្យតារុំនេះដែរតែមិនទាន់ដល់ថ្ងៃនោះព្រលឹងបាន2-3ថ្ងៃក៏បានដល់ថ្ងៃ7ថ្ងៃរបស់តារុំពេលដែលដល់ថ្ងៃ7ថ្ងៃរបស់តារុំទើបប្រពន្ធតារុំបានធ្វើបុណ្យ7ថ្ងៃឧទ្ទិសកុសលឲ្យតារុំពេលដែលធ្វើបុណ្យឲ្យរួចពេលនោះលោកតារុំក៏លែងចេញឡើងដល់អ្នកភូមិទៀតដែរចំណែកឯបងភៀបក៏គាត់លែងហ៊ានជិះកាត់តាមមុខផ្ទះរបស់លោកតារុំទៀតដែរតាំងពីនោះមកអ្នកភូមិក៏លែងឃើញហើយបងរុំក៏គាត់លែងឃើញដែរក្នុងភូមិក៏ចាប់ផ្ដើមស្ងាត់ស្ងៀមព
គេម្នាក់តែនិយាយថាតារុំប្រហែលជាគាត់ទៅចាប់ជាតិបាត់ហើយតាំងពីពេលហ្នឹងមកគេមិនដែលឃើញតារុំទៀតទេចំណែកឯសាច់រឿងរបស់បងភៀមក៏សូមបញ្ចប់តែត្រឹមនេះអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានសាច់រឿងមួយនេះបើសិនជាខ្ញុំសម្រេចទៅខុសត្រូវយ៉ាងណាសូមពុកម៉ែបងប្អូនខន្តីអភ័យទោសដល់ខ្ញុំផងបាទសូមអរគុណសូមជម្រាបលា